បាទយើងឃើញថាប្រយ័ត្នចុងក្រោយនេះបាទគឺលោកគ្រូផាត់សូដាបានបង្វឹកបានបណ្ដោះបាទបណ្ដាធនាគុណភាពមកជាច្រើនស្របពេលដែលសង្វេនបដាគ្រុតគុណខ្មែរគឺតែងតែផ្ដល់ការដល់កីឡាករវ័យក្មេងគ្រប់រូបតែម្ដងចាក់ជង្គង់ឆ្វេងពីកងពិចិត្របង្គោលខៀវហើយក្រាញហើយក៏ទាញវង្វល់ចាក់មកជង្គង់ស្ដាំចំថងប្រាក់តែម្ដងបាទចាក់មកជង្គង់នេះគឺវត្តមានគណៈធិបតីទាំង3រូបអាដាមវ័យសំណាងបាទអ្នកញ្ញាសមាវឌ្ឍនៈរួមជាមួយនឹងអាដាមខមវិធីឧបត្ថម្ភបង្គោលក្រហមគុណខ្មែរថាវិការ20,000 រៀលបាទអរគុណច្រើនបាទតើកាប់គោផ្លូវខាងស្ដាំធាក់ឆ្វេងបន្តិចសិនបាទពីកងពិចិត្រអ្នកទាំងពីរនេះល្អក្បាច់ល្អស្នេហ៍ដូចគ្នាបាទពិចិត្រគឺបកកែនៅក្នុងការធាក់កាត់ធាក់តុនអ្នកឆ្វេងខាងស្ដាំទុតឆ្វេងបន្តទៀតពីកងពិចិត្រអ្នកចេញដល់ជប់ចាប់អោបហើយក៏ទាញចាក់ជង្គង់ស្ដាំពីមង្គលខៀវបាទយ៉ាងណាលោកគ្រូញ៉ាកដាក៏ចាប់ញែកអ្នកទាំងពីរមកកណ្ដាលសង្វេនបន្តិចសិនពេលវេលានៅឆ្ងាយបាទដល់ទៅ5ទឹកឯណោះព្រោះថានេះគឺជាការពង្រឹងបាទគុណភាពថ្នាលឲ្យចំគោលដៅបាទការដេប5ទឹកនេះគឺត្រូវតាមលក្ខខណ្ឌនៃការបាទប្រកួតលក្ខណៈគុណខ្មែរក៏ដូចជាឲ្យកីឡាករយើងបន្ស៊ំបាទទាំងស៊ូទាំងក្បាច់ទាំងសុនីតកាច់បាទប៉ុន្តែយ៉ាងណាក៏មិនអីដែរព្រោះថារដ្ឋាភិបាលហាក់ដូចជាដឹងពីចង្វាក់មុនបាទតែតាមឆ្វេងតាមស្រាំជាបន្តទៀតទុតឆ្វេងពីកងពិចិត្រកាប់គោលជើងក្រោមពីរដ្ឋាភិបាលបាទលោកគ្រូញ៉ាកដាក៏ចាប់ញែកសាយទៅថ្មីបាទបត់ស្ដាំក៏ចប់ទឹកទី1ពុំតែរំបីចាក់ខោបាទទស្សនានៃការប្រកួតបាទគូដ៏ជក់ចិត្តបាទគឺជាការប្រកួតបាទដណ្ដើមពានអមជាមួយនឹងប្រាក់លានរវាងកីឡាករបាទគេថាថ្នាលគុណភាពបាទទាំងកីឡាករគុណខ្មែរនិងកីឡាករដែលមកពីប្រទេសជិតខាងផងបាទយ៉ាងណាយើងចាប់អារម្មណ៍ជាមួយនឹងការបង្ហាញជូនបាទទឹកទី1រូបភាពសំខាន់បាទប្រើចង្វាក់ប្រើក្បាច់គេថាច្បាស់ដូចគ្នាមើលទៅទំនុកចិត្តដូចគ្នាបាទចូលចាប់គ្រាជាប់បន្ទាប់ពីគ្រាជាប់បាក់កែងរុះខ្លីរបស់បុរិនជង្គង់ស្ដាំរបស់កីឡាករកងពិចិត្រហើយក៏ចូលចាប់បាក់គ្រាបន្តិចមកលុះមកដៃស្ដាំរបស់បុរិនបាទចូលបេះពេញគៀមបាទបតែកងពិចិត្របាទរឹងដូចគ្នាបាទទាត់ជើងក្រោមស្ដាំរបស់បុរិនកងពិចិត្រអ្នកប្រដាល់មកពីខេត្តស្រែកែវប្រទេសថៃបាទចូលចាប់បាទផ្ដួលបាទសុទ្ធតែប្រើបច្ចេកទេសនិងក្បាច់គុណសិល្បៈបាទដូចគ្នាបាទចូលទៅចាក់ជើងក្រោមពីបុរិនបាទថ្ងៃនេះបុរិនបាទអ្នកម្ដាយក៏អញ្ជើញមកបាទផ្ដល់កម្លាំងចិត្តបាទដូចទីកងដែរបាទចាក់ជើងក្រោមមួយទៀតរបស់បុរិនទាត់ស្ដាំសងវិញពីកងពិចិត្របាទកែងទៅចែងមកបាទទាត់ឆ្វេងរបស់កងពិចិត្រអូហូយបាទស្ទូចូលទៅបាទគេថាពីណូចៅលំពេងបាទចោលមកកែងក្បាច់មិញនេះបាទវត្តមានគណៈធិបតីឧបត្ថម្ភបន្ថែមដល់កីឡាករបុរិនថាវិការ20,000 រៀលបាទសរុបគឺ40,000 រៀលបាទដើរចូលទៅជាបន្តទៀតបាទពីបុរិនបាទកាប់កែងខ្លីទាត់ឆ្វេងរបស់កងពិចិត្រដល់បុរិនចូលចាប់បាក់គ្រាជាប់បាក់កែងរុះខ្លីជង្គង់ស្ដាំបាទលោកគ្រូអញ្ញាកដាលឡាពុទ្ធិសិទ្ធបញ្ញាឲ្យបន្តការប្រកួតនៅលើផ្ទៃសង្វៀនគ្រុឌគុណខ្មែរជាបន្តទៀតបាទទាត់ស្ដាំអត់ដល់លុបស្ដាំទាត់ឆ្វេងបាទគេហៅថាចង្វាក់នេះគេថាចង្វាក់ស្របពីរស្ទាបជាប់គ្នារបស់បុរិនបាទកណ្ដាប់ដៃបាទច្បាស់ដូចគ្នាអត់ចាយកម្លាំងផ្ដេសផ្ដាស់ទេគឺថាចេញទៅមួយបាទចំគោលដៅឲ្យបានឈួតល្អតែម្ដងបាទកែងរុះខ្លីរបស់បុរិនបាទទាញដោតជង្គង់របស់កងពិចិត្រកែងមួយចាប់ចកាកើអាយ៉ាបាទកែងមិនចង់ដួលបាទប៉ុន្តែមិនទាន់ដួលទេបាទកាត់កែងខ្លីរបស់កងពិចិត្រជង្គង់ស្ដាំផ្ទាស់ផ្ដួលរបស់បុរិនបាទសូមសម្លេងលើកទឹកចិត្តអ្នកទាំងពីរមួយទៀតបាទជង្គង់ចូលចាប់កាច់បវលមកជុំផ្ទាស់ជាប់ពីបុរិនជង្គង់ឆ្វេងរបស់កងពិចិត្រអត់ទាញមកកែងលើអត់ទាន់កែងទេបាទជង្គង់របស់កងពិចិត្របាទបុរិនគឺព្យាយាមបាទស្រាក់ទៅស្រាក់មកបងហើយក៏ជង្គង់ស្ដាប់មួយបាទចប់ទឹកទី2បាទជួចិត្តមែនទែនសម្រាប់ការប្រកួតបាទមួយនេះគេថាបាទអរគុណច្រើនបាទការប្រកួតគឺឆ្លងកាត់បាទគឺចំនួន2ទឹកពេញបាទអ្នកទាំងពីរនៅតែអាចឈរប្រយុទ្ធគ្នាបានដូច្នេះបាទពេលវេលានៅសល់3ទឹកទៀតយើងមកទស្សនាការប្រកួតបាទហងបាទប្លង់ highlight បាទការពីទឹកទី2កន្លងទៅបាទដើរចូលធាក់ឆ្វេងពីបរិនហើយក៏ថែមកែងស្រាំចំណាក៏ចាប់ហើយក៏បោកឲ្យផ្ទប់ទៅនឹងសវិនបាទពីកងពិចិត្របាទចូលរុះកែងពីខាងក្នុងជាបន្តទៀតបាទខាត់ដើរមកចម្ពោះរុះបាទថែមមកកែងទៀតគឺចូលពេញគុំធៀមទៅឡុកថែមមួយកែងទៀតបច្ឆាបាទគឺបាទក៏ចប់មករបស់កងពិចិត្រទាត់ស្ដាប់បហាក៏ដោតត្រង់បាទចូលពេញក៏ដល់ថែមមួយជើងឆ្វេងពីរដ្ឋាភិបាលក៏សងឆ្វេងវិញប៉ុន្តែមិនដល់គោលដៅទេ
បាទការចេញអាវុធរបស់បរិនបាទមួយគឺច្បាស់ណែរុះកែងពីខាងក្នុងក៏ចូលពេញដូចគ្នាបាទគឺចង់ស្រុតបាទយ៉ាងណាក៏យើងបន្តដំណើរមកដល់ទឹកទី3ចូលមកភ្លានបាទគឺស្វាគមន៍ផ្លែតពីកងវិជិតបាទទាត់ឆ្វេងចូលពេញគេកងទាត់ឆ្វេងពីកងវិជិតអាយ៉ារិទ្ធិបរិនថាសុំទាត់យ៉ាងណាឲ្យលើកខ្សែក្រវ៉ាត់បន្តិចបាទកងវិជិតក៏ថាអូខេហើយក៏សុំទោសបាទលោកគ្រូលក្ខពុទ្ធិសិទ្ធបាទបន្តឲ្យប្រយុទ្ធជាបន្តទៀតដល់ចូលទាត់ឆ្វេងពីកងវិជិតបាទចាប់គ្រាកបាទជាលើកដំបូងនៅក្នុងទឹកទី3កាច់ព្រួលដួលទៅវិញដូចគ្នាពីរិទ្ធិបរិនបាទដល់ចូលបាទណាបាត់កាយឆ្វេងបាទអន្តរនោះបាត់ភ្លើពីរិទ្ធិបរិនហើយក៏កាច់មួលហើយលោកកញ្ញាកណ្ដាលក៏ធ្វើការចាប់ញែកខ្សែជាថ្មីហាក់ដូចជាមានលហិតស្រក់បន្តិចបាទប៉ុន្តែយ៉ាងណាបាទអូបាទលោកកញ្ញាកណ្ដាលសុំបន្តិចសិនបាទឥឡូវនេះគឺបាទលោកគ្រូលក្ខពុទ្ធិសិទ្ធបាទកំពុងតែជួយសម្រួលបាទជួយពិនិត្យមើលបាទឃើញថាកីឡាករបុរិតអត់បញ្ហាបន្តការប្រកួតបានបាទការតស៊ូរសុទ្ធស្វាញវត្តមានគណៈធិបតីបាទអ្នកញ៉ាស្មាវឌ្ឍនៈរួមជាមួយនឹងអាដាមកវិធីឧបត្ថម្ភបន្ថែមដល់បុរិត20,000 រៀលបាទអរគុណច្រើនបាទបុរិនបាទសរុបទឹកប្រាក់បាទគឺចំនួន60,000 រៀលហើយបាទដើម្បីលើកទឹកចិត្តដល់រិទ្ធិបរិនបាទធ្វើការប្រកួតអបពីសមត្ថភាពជូនពុកម៉ែបងប្អូននៅក្រុងដុនកាលក៏ដូចជាបងប្អូនទស្សនាបាទទូទាំងប្រទេសតែម្ដងចាប់គ្រាកាច់បន្តិចសិនចាក់ជង្គង់ជួយស្រាវសងមកជង្គង់ស្រាវមកវិញដូចគ្នាបាទមានទៅមានមកមែនតែនទៅបរិនបាទចេញកែងច្រើនជាងបាទកងវិជិតប៉ុន្តែបែរជាមានស្នាមឈាមនៅលើផ្ទៃមុខរបស់បរិនទៅវិញបាទលោកកញ្ញាកណាប្រាប់ថាបុកដើរចូលជាបន្តទៀតម្នាក់ឲ្យឡង់ឆ្វេងម្នាក់ទៀតឲ្យឡង់ស្ដាំដើរចូលហើយបាទទាញកែងឆ្វេងជាបន្តទៀតពីរិទ្ធិបរិនបាទយ៉ាងណាចេញស្និតអីបំបានជាបន្តបាទលោកគ្រូញ៉ាក់ដាក៏ចាប់ញែកដែរទៅពីបាទសុំក៏សបាទឥឡូវនេះគឺបាទមានបញ្ហាជាមួយនឹងប្រដាប់ការពារថ្មិញអញ្ចឹងគឺបាទធ្វើការលាងទឹកសម្អាតតិចសិនគណៈដែលប្រិយមិត្តក៏កំពុងតែបាទសាទរជាមួយនឹងការប្រកួតនេះជាបន្តទៀតផងដែរបាទអរគុណច្រើនពេលវេលាក៏ខាយហើយសម្រាប់ការប្រកួតទឹកទី3បាទចាប់គ្រាចាក់ជង្គង់ឆ្វេងពីកងពិជិតបាទចាក់បានមកជង្គង់បាទអស់ក្បាច់ស្និតប្រយុទ្ធកញ្ញាកណ្ដាលក៏ចាប់ញែកបាទបន្តដល់ចូលពីកងពិជិតតត់ឆ្វេងពីរិទ្ធិបរិនចាប់គ្រាជាបន្តទៀតគ្រាអាចជង្គង់ឆ្វេងរិនចេញបាទហើយក៏ទាញកែងស្ដាំមកសងកែងស្ដាំមកវិញដូចគ្នាបាទយើងបន្តទស្សនាការប្រកួតបាទគូដណ្ដើមពានអនជាមួយនឹងប្រាក់លៀនជាបន្តទៀតជាតិជុំដល់ទឹកទី4បាទបង្គោលក្រហមបុរិតបង្គោលខៀវពីកីឡាករកងពិជិតអ្នកប្រដាល់មកបកែស្រាកែវបាទជង្គង់ស្ដាំជង្គង់ឆ្វេងបាទកីឡាករថៃរូបនេះក៏គាត់មានម្ចាស់ជាម្ចាស់ខ្សែក្រវ៉ាត់និងស្រុកគាត់ផងបាទណែបុរិតគេថាជួបដៃគូដ៏ស្វិតស្វាញហើយបាទជង្គង់របស់កងពិជិតបុរិតបាទព្យាយាមដោះបាទកែងរុកខ្លីបាទជង្គង់កងពិជិតបាទដើរចូលទៅបាទព្យាយាមបាទជង្គង់ឆ្វេងរបស់បាទបុរិនបាទមួយជង្គង់ឆ្វេងបាយមិញក៏ធ្លាក់ថាបកៅបឋមបន្ថែមទៀតបាទវត្តមានអ្នកញ៉ាស្មាវឌ្ឍនៈនិងអាដាមកវិធីបឋមបន្ថែមបុរិន20,000 រៀលបាទសរុបគឺបាន80,000ហើយបាទសម្រាប់ការប្រកួតរំកិលមកដល់ទឹកទី4នេះបាទកងពេជ្រនៅតែបន្តដើរចូលបាទពេលវេលាគឺនៅសល់1នាទីទៀតគេឲ្យថាពាក់កណ្ដាលផ្លូវនៅក្នុងទឹកទី4បាទលោកគ្រូលក្ខពុទ្ធិសិទ្ធស្ទុះចូលទៅបំបែកបាទយ៉ាងណាការប្រកួតបាទដាក់ចូលបត់ឆ្វេងកាត់មើលរបស់បុរិនអោបជាប់បាទជង្គង់របស់កងពិជិតទាំងបានបច្ចុប្បន្នបាទចាប់ញែកបាទបុរិនដោយសារតែរៀងមានលោហិតតិចទៅតាមចុងច្រមុះធ្វើឲ្យការចលនានៅក្នុងការដកដង្ហើមរបស់គាត់បាទរៀងថាមិនសូវជាអំណោយផលធ្វើកម្លាំងស៊ូរបស់គាត់ឬធ្លាក់ចុះជាការប្រកួតទឹកមុនបាទយ៉ាងណាយើងจะមើលថាបុរិនគាត់រកវិធីយ៉ាងណាក្នុងការដោះអាយយបាទពត់ឆ្វេងរបស់បុរិនដើម្បីមិញបាទពុកម៉ែបងប្អូនបាទផ្ទះដៃប្រាយតែម្ដងបាទប៉ុន្តែបាទចូលគល់កកយ៉ាងណាកងប្រជិតធ្វើតែមិនឈឺឲ្យតមូគេដាក់ចូលបាទកែងមួយកែងរបស់បុរិនក៏ចូលពេញសៀតផ្កាបាទកែងមួយទៀតបាទសុំសម្លេងលើកទឹកចិត្តអ្នកទាំងពីរមួយទៀតមកបាទចុងទឹកទី4បាទពេលវេលាដល់សល់បាទ5វិនាទីចុងក្រោយបាទកងពេជ្រនៅតែដើរចូលហើយក៏អត់ទាត់រស់មួយសិនចាប់ទឹកទី4យើងឃើញថាបច្ចុប្បន្ននេះកីឡាករនេះមានច្រើនហើយក៏មានបងស្រីក៏ចាប់ផ្ដើមចូលវឹកហាត់បាទគុណខ្មែរជាបន្តផងដែរបាទយ៉ាងណាយកឱកាសនេះបញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនផងដែរថាសម្រាប់ការប្រកួតគូនេះចប់
គឺយើងនៅសល់ការប្រកួតគូមិត្តភាពអន្តរជាតិ3គូជាប់គ្នាជាបន្តទៀត បាទយើងមកទស្សនារូបភាពយឺតៗបាទការតត់ឆ្វេងពីរិទ្ធិបរិនចាប់ជើងជាប់ហើយក៏ប្រុងតែនឹងចាក់ជង្គង់បាទអស់ស្នៀតហើយជង្គង់ស្ដាំផ្ទះផ្លាពីខាងក្រៅសូមមួយជង្គង់ស្ដាំមកវិញដូចគ្នាកាច់មកផ្ទប់នឹងសង្វៀនបាទលោកគ្រូអាញាកដាក៏ចាប់ញែកបាទប្លង់ជាបន្តនៅក្នុងទឹកទី4ក៏តត់ឆ្វេងរទះជើងជួសមុទ្រណែចំថ្ងាស់ខាងលើហើយក៏ចូលចាប់គ្រាជាបន្តទៀតបាទគេឃើញថាបរិនបកែទាត់បកែវាយប្រយោលបាទហើយបាទកងបញ្ជីនេះក៏ព្យាយាមចូលអគៀកកាត់ចង្វាក់នៃការទាត់បាទរបស់រដ្ឋាភិបាលមានម្នាក់មកស្រៀបនៅក្បាច់តែបត់កែងពីខាងក្នុងណាចូលពេញតែមុខរបស់កងបញ្ជីនេះហាក់ដូចជាតាន់ហាក់ដូចជាមុំនៅសល់ទឹកទី5ជាមួយតាការប្រយុទ្ធនឹងធ្វើជាយ៉ាងណានៅទឹកចេញក្រៅគូទី4គឺជាគូប្រកួតដណ្ដើមប្រាក់លានរវាងកម្ពុជាថៃទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់ Final Round បាទយើងឈានចូលដល់ទឹកទី5ជាទឹកផ្ដាច់ព្រាត់តាណាជាអ្នកក្រងនៅពេលរង្វាន់ពីសង្វេបរាគ្រប់ក្នុងខ្មែរជាមួយនឹងប្រាក់លានចូលចាប់គ្រាសម្រាប់ទឹកទី5ក្រាញ់បាសាក់កម្លាំងមើលប៉ុន្តែយ៉ាងណាបង្ការកម្ពុជាមានគ្រោះថ្នាក់អាញាកដាក៏ចាប់បាទធន់ហើយក៏ឲ្យប្រកួតជាបន្តញាក់បន្តិចសិនបាទលុកឆ្វេងដល់តេះបន្តិចពីរិទ្ធិបរិនកងបញ្ជាតិហាក់ដូចជាញាក់បាទបំភ័ណ្ឌស្មារតីទាត់ស្នាមប្រហោពីចម្ងាយអត់ដល់គោលដៅដាក់ចូលក៏ញាក់ត្រៀមបឡង់ឆ្វេងបាទទាត់ឆ្វេងកាប់គោលផ្លូវលឺសូតតែផ្លាត់តំណងពីរិទ្ធិបរិនកាច់មួលចាក់ជង្គង់ឆ្វេងសងជង្គង់ឆ្វេងវិញជង្គង់ស្រាំជាបន្តទៀតចាក់ចូលដល់ចាំងជំនីជង្គង់ឆ្វេងសងមួយជង្គង់ស្រាំមកវិញបាទរុញផ្ទប់នឹងបាទបង្គោលខៀវលោកគ្រូញាក់ដាច់ទាញចាប់ញែកបាទការប្រកួតគូបន្ទាប់យើងឈានដល់គូមិត្តភាពអន្តរជាតិបាទកម្ពុជាចិនទម្ងន់57គីឡូក្រាមបាទទាត់ឆ្វេងគោលផ្លូវខាងក្នុងពីរិទ្ធិបរិនកាច់មួលអូបរិនថាចេះតែកាច់បាទខ្ញុំស្រួលយ៉ាងម៉េចបាទយ៉ាងណាអរគុណដល់លោកគ្រូញាក់ណាក៏ដូចជាអរគុណដល់បងប្អូនសារព័ត៌មានដូចគ្នាបាទដែលលោកបានជួយបាទគឺការពារកីឡាករយើងបាទការកាច់ផ្ដួលដ៏ល្អរបស់កីឡាករបរិនដើម្បីមិញគឺធ្លាក់ថវិកាឧបត្ថម្ភបន្ថែមទៀតបាទវត្តមានគណៈធិបតីលោកឧបត្ថម្ភបន្ថែមដល់បរិនថវិកា20,000រៀលសរុបគឺ1 លានរៀលបាទ1 លានហើយពីលើតម្លៃខ្លួននេះហើយជាការខំប្រឹងប្រែងបាទពីកីឡាករបាទគូថ្នាក់ហើយក៏ជាការយកចិត្តទុកដាក់ពីក្រុមហ៊ុនវឌ្ឍនប្រវរីបាទបន្តដល់ចូលពីកងបញ្ជាតិប៉ុន្តែកំពុងតែសំលៀងអាវុធពីរិទ្ធិបរិនចាប់គ្រាជាបន្តទៀតតូចាក់សាតូប៉ុន្តែចាក់បានមួយជង្គង់បាទពីកងបញ្ជាតិបាទបញ្ជាតិនេះគេបកកែឡំបកកែបាទលេងជង្គង់មមបងបាទហើយបរិនយើងក៏ល្អតដូចគ្នាបាទចលោហើយក៏ញាក់សម្លឹងចលោស្ដាប់អត់តន់ចេញអាវុធនៅឡើយទេដល់ចូលលូកចាប់គ្រាជាបន្តទៀតបាទគ្រាកំពុងតែកាច់ត្រៀមនឹងចាក់ជង្គង់បាទតែជង្គង់ឆ្វេងស្ដាំបានពីជង្គង់ពីកងបញ្ជាតិបាទពេលវេលាការប្រកួតទឹកទី5នេះក៏អស់លំមបាទទាត់ឆ្វេងពីរដ្ឋាភិបាលទាត់ឆ្វេងបាទចុងក្រោយបាទល្អមែនទឹកខ្មែរអមឈុំនឹងប្រាក់លានបាទអរគុណច្រើនបាទមុននឹងជ្រាបនៅលទ្ធផលយើងទស្សនារូបភាពសំខាន់បង្ហាញជូនពីក្រុមការងារបាទស្ទូចូលមកត្រង់នេះក៏ប៉ុន្តែបរិនប្រើបច្ចេកទេសកាច់ផ្ដួលបន្ទាប់ពីកាច់ផ្ដួលមកបាទញាក់ទាត់ស្ដាំរបស់កងភេជិតបាទបរិនស្ទូចូលច្បក់បានម្ដាយឆ្វេងចូលចាប់អោបជាប់បាទព្យាយាមបាទកាច់គ្រាដូចគ្នាបាទកងភេជិតដើរចូលបាទចាប់ជើងបានរបស់បរិនបាទទាត់ជើងក្រោមភីងចាប់ទឹកទី5ល្មមបាទរូបភាពបង្ហាញជូនដើម្បីមិនគឺបាទរូបភាពនៅក្នុងចុងទឹកបងប្អូនបាទយ៉ាងណាគឺអាស្រ័យទៅលើបាទចៅក្រមទាំង5ដែលនឹងផ្ដល់បន្ទូលយ៉ាងសុភ័ក្រវិនិច្ឆ័យបាទដូច្នេះខ្ញុំបាទសូមប្រកល់ភារៈនេះជូនទៅដល់គណៈកម្មការបច្ចេកទេសតែម្ដងចាសសូមអរគុណជ័យជំនះបានទៅកីឡាកររិទ្ធិបរិនបង្គោលក្រហម We Active ភេសជ្ជៈកីឡាដំបងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកនិងសារធាតុរ៉ែបានល្អនិងឆាប់រហ័សភេសជ្ជៈពៅកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ